សូមចម្រើនពរញាតិញោមក៏ដូចជាអស់លោកទាំងអស់ដែលតែងតែគោរពនិងស្រឡាញ់ចំពោះមន្តគាថាខ្មែរយើងថ្ងៃនេះអាត្មាភាពនឹងលើកយកនៅគាថាក៏ដូចជាបាលីអពតស្បែកគង់ឬក៏គង់ស្បែកដើម្បីចែកជូនញាតិញោមដូចជាអស់លោកស្ដាប់ឬសិក្សាប៉ុន្តែមុននឹងញាតិញោមដូចជាអស់លោកចូលស្ដាប់ឬសិក្សាសូមកុំភ្លេចជួយចុច Subscribe នៅលើ Channel និងចុច Like ដើម្បីនឹងទទួលបាននៅវីដេអូថ្មីជាបន្តទៀតដែលបង្រៀនដោយខ្ញុំកាណាអាត្មាភាពផ្ទាល់ហើយក៏សូមចម្រើនពរញាតិញោមផងដែរថា Channel បាលីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីថែរក្សាចែករំលែកនិងបង្រៀននៅអាគមគាថារបស់ខ្មែរយើងដូចនេះសូមញាតិញោមដូចជាអស់លោកទាំងអស់កុំភ្លេចណាជួយគាំទ្រផងទោះបីជាយើងជឿក៏ដោយមិនជឿក៏ដោយស្រឡាញ់ក៏ដោយមិនស្រឡាញ់ក៏ដោយចូលចិត្តក៏ដោយមិនចូលចិត្តក៏ដោយក៏នៅយើងថែរក្សាណាទាំងអស់គ្នាទៅជាការរក្សាទុកនៅកេរដំណែលរបស់ខ្មែរយើងឬគ្រាន់តែជាការស្ដាប់កំសាន្តដែលតាក់ទងនឹងបាលីអាគមគាថាអញ្ចឹងយើងចូលទៅសិក្សានៅបាលីនេះទាំងអស់គ្នាចំពោះបាលីអពតគង់ស្បែកគឺជាបាលីមួយដ៏ពូកែនិងស័ក្តិសិទ្ធិប្រសិនណាបើញាតិញោមដូចជាអស់លោកយកទៅប្រើប្រាស់មានការគោរពនិងមានការបដិបត្តិបានត្រឹមត្រូវប្រហែលជាញាតិញោមធ្លាប់បានដឹងបានឮមកហើយណាអំពីគាថាដូចជាបាលីណាឬក៏មន្តស្បែកគង់ឬគង់ស្បែកណារបស់ខ្មែរយើងតែអ្នកខ្លះគាត់មិនដែលធ្លាប់ជួបណារហូតមកដល់បច្ចុប្បន្នគាត់ក៏មិនជឿទៅអ្នកខ្លះគាត់បានជួបបានសាកបានឃើញគាត់ក៏ជឿទៅណាប៉ុន្តែសម័យបច្ចុប្បន្នប្រហែលជាមិនសូវជាស័ក្តិសិទ្ធិមិនសូវជាពូកែដូចពីដើមទេចំពោះស្បែកគង់ដែលអាចសម្រេចទៅបានវាទាល់តែយើងមានការគោរពតឹងរឹងមានការបដិបត្តិបានត្រឹមត្រូវណាទើបគាថាបាលីនេះអាចសម្រេចទៅបានអញ្ចឹងគឺមិនមែនបង្រៀនឲ្យញាតិញោមត្រូវតែយកទៅសិក្សារៀនសូត្រទេតែយើងគ្រាន់តែស្ដាប់ទៅហើយបើយើងមិនចាំបាច់ទេក៏យើងមិនបាច់យកទៅសិក្សារៀនសូត្រស្បែកគង់អីដែរហ្នឹងហើយអញ្ចឹងគឺគាថាអពតស្បែកគង់អាត្មាលើកមកបង្រៀនចែកជូនឲ្យញាតិញោមបានដឹងបានឮឬបានស្ដាប់អញ្ចឹងទៅប៉ុន្តែបើសិនណាញាតិញោមចង់យកទៅប្រើប្រាស់អាហ្នឹងក៏មិនអីដែរណាតែសំខាន់គឺការគោរពបដិបត្តិឲ្យបានត្រឹមត្រូវផងអញ្ចឹងគឺបាលីហ្នឹងគឺគេប្រើដើម្បីឲ្យស្បែកគង់ណាឆ្អឹងដែកស្បែកស្ពាន់អញ្ចឹងទៅពេលដែលយើងពិសេសសម័យពីដើមនឹងឲ្យលោកតែងតែប្រើហើយមូលហេតុអីបានតែប្រើព្រោះសម័យនោះវាសម្បូរអ្នកប្រយុទ្ធអ្នកវាយអញ្ចឹងទៅភាសាសម័យនោះมันមានអាវុធទំនើបដូចឥឡូវទេនឹងគេប្រើតែការវាយឬក៏ធ្វើសង្គ្រាមឯដោយអាវុធហ្នឹងហើយមិនមែនដោយកំភ្លើងអីដូចឥឡូវទេអញ្ចឹងស្បែកគង់ឆ្អឹងគង់អាចថាវាត្រូវនឹងសម័យកាលនោះហើយវាពូកែនៅពេលនោះដែរហ្នឹងហើយតែណាមួយសម័យពីដើមដូនតាខ្មែរយើងគាត់មានការគោរពបានខ្ពស់អញ្ចឹងលោកតែងតែធ្វើទៅបានសម្រេចហ្នឹងហើយវាអាចមានពិតពូកែពិតរបស់លោកដែរបានលោកទុកមកដល់សប្តាហ៍ថ្ងៃហ្នឹងឲ្យយើងបានសិក្សារៀនសូត្រណាហ្នឹងហើយអញ្ចឹងគឺពូកែស័ក្តិសិទ្ធិណាស់ចំពោះបាលីគាថាស្បែកគង់នេះអញ្ចឹងយើងចូលទៅសិក្សានៅបាលីនេះទាំងអស់គ្នាអញ្ចឹងមុននឹងញាតិញោមដូចជាអស់លោកសូត្រនៅគាថាបាលីហ្នឹងយើងត្រូវរៀបចំណារំដាប់គ្រូជាមុនសិនរំដាប់គ្រូគឺយើងត្រូវមានផ្កាឈូក5ទៀន5ធូប5បារី5ស្លា5ម្លូ5ស្លាធម៌ដូមួយគូបាយសីមួយគូទឹកអប់ឆ្វេងស្ដាំកណាត់សឲ្យមួយប្រាក់500រៀលអញ្ចឹងនេះគឺជារំដាប់គ្រូដែលយើងត្រូវតែមានការរៀបចំឡើងដើម្បីជាសក្ការៈថ្វាយដល់គ្រូបន្ទាប់ពីយើងរៀបចំរំដាប់គ្រូរួចយើងត្រូវសូត្រនៅរំលឹកគុណគ្រូបន្ថែមទៀតអញ្ចឹងយើងសូត្រមកខ្ញុំព្រះករុណាសូមរំលឹកគុណគ្រូដែលបានបង្ហាត់បង្រៀននៅមុនគាថានេះដល់ខ្ញុំពេលដែលខ្ញុំសូត្រទៅមុនគាថានេះពេលណាសូមឲ្យពូកែស័ក្តិសិទ្ធិមានឫទ្ធិមានតេជះនិងមានបារមីហ្នឹងហើយអញ្ចឹងនេះគឺជាការសូត្រនៅរំលឹកគុណគ្រូបន្ទាប់មកទៀតយើងត្រូវលើកដៃប្រណម្យតាំងនមោ3ចប់ទៀត
นะโมตัสสะภิกขวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภิกขวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภิกขวะโตอะระหะโตสัมมาสัมพุทธัสสะបន្ទាប់ពីយើងតាំងនមោ3ចប់យើងត្រូវសូត្រនៅបាលីនេះអ្នកគូចជាដែកមហាគូចជាដែកអពតអវិរិយ៉ាងសមាធិអ្នកគូចជាដែកមហាគូចជាដែកអពតអវិរិយ៉ាងសមាធិអាត្មាភាពសូត្របញ្ជាក់ម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់អ្នកគូចជាដែកមហាគូចជាដែកអពតអវិរិយ៉ាងសមាធិបើនេះគឺជាបាលីណាក៏ដូចជាគាថាគង់ស្បែកគឺមានតែប៉ុណ្ណឹងខ្លីទេញាតិញោមអស់លោកអាចយកទៅទន្ទិញណាប្រើប្រាស់បានឲ្យចេះឲ្យចាំឲ្យយកទៅប្រើប្រាស់ហើយបាលីនេះគឺជាបាលីរបស់លោកតាឡង់ណាកូនសិស្សលោកតាថ្វាក់នឹងនៅខាងមងរស័យណាសម័យពីដើមហើយចំពោះរបៀបសូត្រណាគឺយើងបរិកម្ម7ចប់ទៅ13ចប់ហើយចំពោះដំណំហាមហូបសាច់ឆ្កែផ្លែស្ពឺផ្លែឃ្លោកមួយទៀតនោះគឺហាមជេរប្រមាថកាបទានអ្នកដទៃនិងលួចរបស់របរអ្នកដទៃប្រពន្ធកូនអ្នកដទៃអញ្ចឹងនេះគឺជាដំណំដែលយើងត្រូវតមឲ្យបានណាអញ្ចឹងឃើញញាតិញោមដំណំប៉ុណ្ណឹងពេលខ្លះយើងមិនអាចតមបានផងការលួចជេរប្រមាថអីជាដើមប្រពន្ធកូនអ្នកដទៃហ្នឹងគឺយើងមិនត្រូវធ្វើដាច់ខាតបើសិនណាចង់ឲ្យបាលីនេះគាថាហ្នឹងវាពូកែវាស័ក្តិសិទ្ធិហើយចំពោះរបៀបប្រើប្រាស់យើងត្រូវតែមានការគោរពនិងសមាធិនឹងហើយរៀងរាល់មួយសិលយើងត្រូវសមាធិម្ដងណានឹងដើម្បីឲ្យចិត្តកាយរបស់យើងនឹងមានលំនឹងល្អហ្នឹងហើយដល់ពេលដែលយើងប្រើនៅពេលដែលយើងមានអាសន្នណានៅពេលដែលយើងមានអាសន្នឬក៏គ្រោះថ្នាក់ណាមួយចាំបាច់មិនយើងអាចប្រើនៅគាថាស្បែកគង់នេះបានណាគង់ឆ្អឹងនេះបាននៅពេលប្រយុទ្ធគ្រោះមហន្តរាយអីជាដើមគ្រាន់តែយើងលើកដៃណាប្រណម្យឲ្យសូត្រគាថានឹង7ចប់ទៅហើយយើងផ្លុំបញ្ចូលនៅដងខ្លួនប្រាណរបស់យើងទៅនេះជាការស្រេចណានេះគឺជារបៀបប្រើប្រាស់នៅគាថាស្បែកគង់ដូចជាគាថាគង់ស្បែកមួយមេនេះគឺពូកែស័ក្តិសិទ្ធិណាស់អញ្ចឹងគឺមានតែប៉ុណ្ណេះហើយជាចុងក្រោយប្រសិនណាបើញាតិញោមណាដូចជាអស់លោកចង់ឲ្យមុនគាថារបស់ខ្មែរយើងពូកែស័ក្តិសិទ្ធិទៅបានគឺអាស្រ័យទៅលើការទន្ទិញស្វាតជាគាថាជាប្រចាំថ្ងៃនិងការអុជធូបថ្វាយជ័យផ្កាភ្ញីទឹកអប់ចំពោះវត្ថុស័ក្តិសិទ្ធិប្រតិបត្តិរាល់ថ្ងៃសិលដែលប្រៀបដូចជាយើងសំលៀងកំបិតបើទោះបីជាកំបិតនោះគ្មានមុខក៏គង់តែមុតដែរប៉ុន្តែបើយើងខ្ជិលច្រអូសឬធ្វេសប្រហែសឬអួតអាងណាបើទោះបីជាមុនអាគមឬវត្ថុស័ក្តិសិទ្ធិនោះខ្លាំងពូកែប៉ុណ្ណាក៏គង់អរធានុភាពដែរណាដូចជាកំបិតដែលគេទុកចោលត្រូវជ្រេះចាប់ចឹងឯងចឹងយើងកុំបីមានការប្រមាទកុំបីមានការធ្វេសប្រហែសកុំបីមានការអួតអាងណាបំណាច់ថាយកទៅសិក្សារៀនសូត្រត្រូវតែមានការគ្រប់បប្រតិបត្តិឲ្យបានល្អទើបគាថាដែលយើងសេពសូត្រប្រើប្រាស់ទៅមានឫទ្ធិមានអំណាចមានតេជះនិងមានបារមីព្រោះថារាល់គាថាគុំទាំងឡាយដែលពូកែស័ក្តិសិទ្ធិទៅបានហ្នឹងគឺមិនមែនត្រឹមយើងចេះសូត្រចេះថាហើយយកទៅប្រើប្រាស់សុទ្ធតែពូកែទេហើយចំពោះគាថាស្បែកគង់នេះដូចគ្នាណាបើសិនណាបើយើងមិនចាំបាច់ទេយើងមិនបាច់យកទៅប្រើទេហើយការប្រើរបស់យើងក៏មិនមែនសុទ្ធតែបានសម្រេចដែរណាមានញាតិញោមខ្លះអស់លោកខ្លះយកទៅលេងសើចអីចឹងហ្នឹងអញ្ចឹងវាមិនអាចពូកែទៅបានទេទោះតែយើងនឹងមានការគ្រប់បប្រតិបត្តិនឹងឲ្យបានល្អនឹងត្រឹមត្រូវណាទៅអានុភាពរបស់វានឹងខ្លាំងក្លានឹងពូកែស័ក្តិសិទ្ធិអញ្ចឹងវីដេអូរបស់អាត្មាភាពគឺមានតែប៉ុណ្ណេះជាចុងក្រោយប្រសិនណាបើញាតិញោមដូចជាអស់លោកមិនយល់ត្រង់ណាមិនដឹងត្រង់ណាឬឆ្ងល់ត្រង់ណាអាចសាកសួរបានតាមរយៈ comment ដូចជាលេខទូរស័ព្ទរបស់អាត្មាភាពផ្ទាល់ណាដែលដាក់នៅលើវីដេអូនេះស្រាប់ហើយបើសិនណាបើញាតិញោមចង់ជីវជាយន់ចង់ជីវជាខ្សែកថាខ្សែចកេះអាចជីវបានណាតាមរយៈ comment ដូចជាលេខទូរស័ព្ទរបស់អាត្មាផ្ទាល់ដាក់នៅលើវីដេអូនេះអញ្ចឹងសូមចម្រើនពរលាទាំងអស់គ្នា